បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញនៅថ្ងៃទី9 ខែវិច្ឆិកាឆ្នាំ1953ក្រោមការដឹកនាំដោយសម្ដេចព្រះនរោត្តមសីហនុប្រទេសកម្ពុជាបានចូលទៅក្នុងសម័យថ្មីមួយនៃប្រវត្តិសាស្ត្រសម្ដេចសីហនុដែលត្រូវបានប្រជាជនគោរពថាជាព្រះបិតាឯករាជ្យជាតិមានបំណងមុតមមក្នុងការស្ថាបនាប្រទេសឲ្យរីកចម្រើនតាមបែបសន្តិភាពសាមគ្គីនិងសេចក្តីសុខសម្រាប់ប្រជាជនក្នុងបរិបទនោះកម្ពុជាកំពុងស្ថិតនៅចន្លោះនៃសង្គ្រាមត្រជាក់រវាងប្រទេសធំៗដូចជាសហរដ្ឋអាមេរិកនិងសហភាពសូវៀតដូច្នេះសម្ដេចសីហនុបានជ្រើសរើសផ្លូវកណ្ដាលមួយដែលគាត់ហៅថានយោបាយសង្គមរាស្ត្រនិយមដើម្បីបង្កើតប្រព័ន្ធនយោបាយសមរម្យសម្រាប់ប្រទេសតូចដោយមិនចូលរួមជាប់ក្នុងជម្លោះអន្តរជាតិ 1. អត្ថន័យនិងគោលការណ៍មូលដ្ឋាននៃសង្គមរាស្ត្រនិយមពាក្យសង្គមរាស្ត្រនិយមគឺជាការលាយបញ្ចូលគ្នារវាងសេចក្តីពីរគឺប្រជាជាតិនិយមនិងសង្គមនិយមរាស្ត្រនិយមឬប្រជាជាតិនិយមមានន័យថាការអភិវឌ្ឍប្រទេសដោយផ្អែកលើអត្តសញ្ញាណឯករាជ្យម្ចាស់ការនិងសមាហរណភាពជាតិសង្គមនិយមមានន័យថាការចង់ឲ្យមានសមធម៌សង្គមការចែកចាយធនធានយ៉ាងស្មើភាពនិងការអភិវឌ្ឍសម្រាប់ប្រជាជនទាំងមូលសម្ដេចសីហនុបាននិយាយថានយោបាយនេះមិនមែនជាសង្គមនិយមបែបកុម្មុយនីសនិងក៏មិនមែនជារបបមូលធននិយមបែបអាមេរិកទេវាជាផ្លូវខ្មែរដែលផ្អែកលើចំណុចចំណេះបុរាណស្របតាមមាគ៌ាព្រះពុទ្ធសាសនានិងតម្លៃសីលធម៌ខ្មែរ 2. គោលបំណងសំខាន់នៃនយោបាយសង្គមរាស្ត្រនិយមសម្ដេចនរោត្តមសីហនុបានកំណត់គោលបំណងសំខាន់3ប្រភេទគឺទី1ថែរក្សាឯករាជ្យជាតិនិងអធិបតេយ្យភាពជាតិកម្ពុជាថែរក្សាប្រទេសកុំឲ្យបរទេសមានឥទ្ធិពលឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងលើកម្ពុជារក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដោយឈរលើគោលនយោបាយការបរទេសអព្យាក្រឹត 2. អភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានឯករាជ្យបង្កើតសេដ្ឋកិច្ចដែលផ្អែកលើកសិកម្មឧស្សាហកម្មធុនតូចនិងមធ្យមនិងសិប្បកម្មក្នុងស្រុករដ្ឋធ្វើជាអ្នកគ្រប់គ្រងសំខាន់នៃធនធានជាតិប៉ុន្តែអនុញ្ញាតឲ្យឯកជនចូលរួមបាន 3. សមធម៌សង្គមនិងសន្តិភាពជាតិការចែកចាយប្រាក់ចំណូលយ៉ាងសមរម្យការកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រឲ្យប្រជាជនទទួលបានការអប់រំនិងសុខាភិបាលសម្រាប់ទាំងអស់គ្នា 3. គោលនយោបាយអនុវត្តសំខាន់ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុសម្ដេចសីហនុបានដឹកនាំគោលនយោបាយអភិវឌ្ឍជាតិដែលគាត់ហៅថាគោលនយោបាយវឌ្ឍនភាពអស្ចារ្យ6ដែលក្នុងនោះរួមមានដូចជាសេរីភាពជាតិសន្តិភាពសមធម៌សង្គមអភិវឌ្ឍសេដ្ឋកិច្ចជាតិឯកភាពជាតិនិងវប្បធម៌ជាតិក្រៅពីនេះក៏មានគោលនយោបាយអស្ចារ្យចំនួន4ដែលក្នុងនោះរួមមានផ្ដោតទៅលើការអភិវឌ្ឍវិស័យសំខាន់រួមមានកសិកម្មឧស្សាហកម្មអប់រំនិងសុខាភិបាលក្នុងសម័យនោះកម្ពុជាបានសាងសង់សាលារៀនមន្ទីរពេទ្យផ្លូវថ្នល់និងស្ថាប័នសាធារណៈជាច្រើនទីក្រុងភ្នំពេញនិងខេត្តធំៗមានសំណង់សម័យទំនើបដូចជាសាលារាជធានីវិមានឯករាជ្យពហុកីឡដ្ឋានអូឡ িম্প ិកនិងសន្តាគារព្រះសីហនុជាដើមដែលបង្ហាញពីការរីកចម្រើននៃសម័យនោះ 4. ផលវិបាកនិងការប្រឈមចុងសម័យសង្គមរាស្ត្រនិយមនៅទសវត្សរ៍1950និង1960កម្ពុជាមានសន្តិភាពនិងសេដ្ឋកិច្ចកំពុងរីកចម្រើនប្រជាជនមានសេចក្តីសុខការអប់រំរីកចម្រើនហើយវប្បធម៌ខ្មែរត្រូវបានលើកកម្ពស់កម្ពុជាត្រូវបានអន្តរជាតិកោតសរសើរថាជាមាសមួយក្នុងអាស៊ីអាគ្នេយ៍ហើយក៏ត្រូវបានប្រជាជនកម្ពុជាចាត់ទុកថាជាយុគមាសនៃសម័យទំនើបរបស់កម្ពុជាដែរប៉ុន្តែក្រោយមកនៅចុងទសវត្សរ៍ឆ្នាំ1960កម្ពុជាបានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាសេដ្ឋកិច្ចធ្លាក់ចុះដោយសារកំហុសនយោបាយគ្រប់គ្រងរដ្ឋនិងវិបត្តិពុករលួយក្នុងសង្គមការកើនឡើងនៃអំណាចយោធានិងកងកម្លាំងនយោបាយផ្ទៃក្នុងការសាយភាយឥទ្ធិពលសង្គ្រាមវៀតណាមនិងការចូលជ្រៀតជ្រែករបស់បរទេសបានបង្កការរង្គោះរង្គើដល់សន្តិភាពកម្ពុជាយ៉ាងខ្លាំងនៅឆ្នាំ1970សម្ដេចសីហនុត្រូវបានដកចេញពីអំណាចដោយរដ្ឋប្រហារដឹកនាំដោយលោកលន់ នល់ ទោះបីជាយ៉ាងណាសម័យសង្គមរាស្ត្រនិយមនៅតែត្រូវបានគេចងចាំថាជាសម័យមាសមួយនៃសន្តិភាពនិងរុងរឿងរបស់ប្រទេសកម្ពុជាជាសេចក្តីសន្និដ្ឋាននយោបាយសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុជាគោលនយោបាយដ៏មានន័យជ្រាលជ្រៅសំដៅលើការរក្សាឯករាជ្យជាតិសន្តិភាពនិងវឌ្ឍនភាពសង្គមវាបានបង្ហាញពីការយកចិត្តទុកដាក់របស់មេដឹកនាំដែលស្រឡាញ់ប្រជាជននិងអ្នកបន្តវេនជំនាន់ក្រោយឲ្យយល់ច្បាស់ថាស្មារតីសន្តិភាពវឌ្ឍនភាពជាតិនិងសាមគ្គីជាតិគឺជាគន្លងសម្រាប់សេចក្តីរីកចម្រើនរបស់ប្រទេសជាតិយ៉ាងពិតប្រាកដនៅពេលដែលប្រជាជនកម្ពុជាអបអរសាទរថ្ងៃទី9 ខែវិច្ឆិកាថ្ងៃឯករាជ្យជាតិ
គឺគេមិនអាចបំភ្លេចបានឡើយនៅព្រះនាមរបស់សម្ដេចព្រះនរោត្តមសីហនុនិងនយោបាយសង្គមរាស្ត្រនិយមរបស់ទ្រង់បានឡើយវាជាសញ្ញានៃសេចក្តីស្រឡាញ់ជាតិសន្តិភាពនិងសេចក្តីសុខរបស់ប្រជារាស្ត្រខ្មែរ